ជំរាបជូនបងប្អូនយើងនេះគឺជាជំរំរបស់បុប្ផាពេជ្រសាជ័យបារមីវររិស័យកែវប្រហែលជាបងប្អូនយើងបានស្គាល់អំពីកេរ្តិ៍នាមគាត់ហើយកាលណាកមុំវ័យក្មេងកមុំឆ្នះបាទឆ្នះរបស់គេមែនទាំងលបឿនទាំងសម្រស់ក៏នឹងឆាតជាងគេបន្តិចបងប្អូនយើងដោយវីដេអូនេះដោយប្រគូចាតកាវត្តពោធិវ័នលោកនិមន្តដើម្បីទៅទស្សនាផ្ទាល់ហ្មងជាមួយនឹងបុប្ផាពេជ្រណាមួយក៏ជា fan របស់ក្រុមចំណោះកំហែងដែរទោះកាលក្រោយមែនប៉ុន្តែគេមានសមត្ថភាពបងប្អូនយើងទាំងលបឿនទាំងទូកដោយបងប្អូនយើងបានឃើញអញ្ចឹងណាបាទគឺថាបងប្អូនយើងអ្នកខាងភូមិអាស័យកែវគឺគាត់ស្រឡាញ់មែនតើវ៉ាវស្អាតហើយថ្មីនេះទៅតែក៏កើតបានសមាជិកថ្មីមួយគ្រឿងទៀតនៅខាងកណ្ដាលហ្នឹងឯងដែលបងប្អូនយើងបានឃើញនេះរៀងគេសាច់គេឈាមគេនេះគឺតែដែរដោយបងប្អូនយើងឃើញរោងអញ្ចឹងបើយើងប្រៀបធៀបជាមួយនឹងអ្នករិចទៅនេះគឺឃ្យូតៃស្អាតដាច់ក្រហមបាទហូមរៀបចំស្អាតណាស់បាទមានការតុបតែងមានអីចឹងទៅចាំមើលខ្ញុំមករៀបចំចឹងដែរហើយបាទរោងកំហែងខ្ញុំស្អាតដែរបងប្អូនយើងបាទចាំមើលកលេចមើលឆ្នាំក្រោយបន្ត